ជំរាបសួរពុកម៉ែបងប្អូនបាទទាំង25ខេត្តក្រុងបាទស្វាគមន៍មកកាន់ Channel ខ្ញុំបាទសាវរីទិញលក់រថយន្តពុកម៉ែបងប្អូនបាទក៏ដូចជាស្វាគមន៍មកកាន់វីដេអូថ្មីតោះពុកម៉ែបងប្អូនបាទរីករាយទស្សនាតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាបាទនៅរថយន្តមួយគ្រឿងនៅខាងមុខខ្ញុំបាទនេះបាទកាមេរីឆ្នាំ2002បាទ XLE បាទកាត់បានក្តៅបាទហើយយើងបានធ្វើការរៀបចំបាទរួចស្រេចបាច់ឲ្យហើយពុកម៉ែបងប្អូនណាបាទដូរកញ្ចក់ថ្មីបាទព្រមទាំងលេងគុជបាទលេងយ៉ាន់បាទដាក់ body inox បាទទាំងសងខាងផងដែរពុកម៉ែបងប្អូនណាបាទសបកកង់ấyគឺថ្មីទាំងអស់ពុកម៉ែបងប្អូនណាបាទយ៉ាន់នេះគឺម្ចាស់គាត់បាទម្ចាស់ដើមគាត់មុនគាត់លេងពុកម៉ែបងប្អូនណាបាទម្ចាស់គាត់លេងបាទអញ្ចឹងលេងឲ្យអស់ហើយអញ្ចឹងបងប្អូនដែលស្រឡាញ់ពេញចិត្តប្រភេទកាមេរីបាទមកគ្រឿងនេះបាទបងប្អូនមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាពុកម៉ែបងប្អូនណាបាទហើយសម្រាប់រថយន្តមួយគ្រឿងនេះបាទធានាជូនឲ្យពុកម៉ែបងប្អូនណាបាទអត់មានបុកប៉ះកាត់តយទេពុកម៉ែបងប្អូនណាបាទទឹកថ្នាំវិញគឺនៅ99%ណាពុកម៉ែបងប្អូនបាទហើយបើនិយាយពីតម្លៃវិញបាទតម្លៃសមរម្យទេពុកម៉ែបងប្អូនណាបាទតម្លៃសមរម្យទេបាទម៉ាស៊ីនប្រអប់លេខធានាជូនឲ្យពុកម៉ែបងប្អូនរយៈពេល1ខែពេញណាពុកម៉ែបងប្អូនណាបាទហើយបើនិយាយពីម៉ាស៊ីនប្រអប់លេខនេះគឺជន់ទៅអែមែនតែនបាទកាមេរ៉ាលេងឲ្យស្រាច់ទៀតបាទស្លាកលេខ2សិតបាទភ្នំពេញ2សិត2211បាទលេខអែមទៀតពុកម៉ែបងប្អូនហើយបាទអញ្ចឹងពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តប្រភេទកាមេរ៉ាមួយគ្រឿងនេះបាទអាចធ្វើការតំណែងតំណងមកបាទក៏ដូចជាមកមើលផ្ទាល់បានពុកម៉ែបងប្អូនណាបាទទីតាំងគឺនៅលើផ្លូវ2004នេះទេណាពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលនៅរាជធានីភ្នំពេញបាទអាចអញ្ជើញមកមើលបានពុកម៉ែបងប្អូនណាបាទឬក៏ពុកម៉ែបងប្អូននៅតាមបណ្ដាខេត្តបាទអាចធ្វើការឆាតមកបាទតាម Telegram ខ្ញុំបាទផ្ទាល់បាទអញ្ចឹងសម្រាប់ Telegram ខ្ញុំបាទពុកម៉ែបងប្អូនបាទនៅក្នុងវីដេអូនេះស្រាប់តែម្ដងបាទស្គុតតាគៀកនៅទាំងសងខាងបាទយ៉ាន់សបកកង់អីកលុកកលៀតអីធានាជូនឲ្យពុកម៉ែបងប្អូនបាទមកអែមតែម្ដងបាទហើយបើនិយាយពីអ៊ីនធឺរីខាងក្នុងវិញបាទគឺញាក់សាច់តែម្ដងពុកម៉ែបងប្អូនណាបាទម្ចាស់គាត់មុនហ្នឹងគឺគាត់លេងមកឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនហើយបាទនេះពុកម៉ែបងប្អូនបាទលេងជាមួយនឹងពណ៌បាទឆាតឆាយបាទក៏ដូចជាជញ្ជាំងទ្វារអីហ្នឹងគឺនៅស្អាតបាទចាក់ Formica បាទគាត់ចាក់ Formica ស្អាតទៀតពុកម៉ែបងប្អូនហើយបាទខាងក្នុងគឺអែមណាពុកម៉ែបងប្អូនណាបាទនៅថ្មីនៅខ្ចីនៅលវក់តែម្ដងបាទកាមេរ៉ាមញ៉េ Android បាទរួចជាស្រេចបាទអញ្ចឹងអត់មានចំណាយពេលវេលាបាទក្នុងការរៀបចំអីទេបាទកាមេរ៉ាមកក្រោយឲ្យអស់ហើយបាទអញ្ចឹងបងប្អូនទៀតទៅអត់មានចំណាយថវិកាអត់មានចំណាយពេលវេលាក្នុងការរៀបចំទេបាទយកទៅប្រើតែម្ដងពុកម៉ែបងប្អូនណាបាទចាក់សាំងជិះតែម្ដងបាទហើយបើនិយាយពីម៉ាស៊ីនប្រអប់លេខវិញបងប្អូនហើយបាទគឺអែមណាស់ពុកម៉ែបងប្អូនហើយបាទធានាឲ្យពុកម៉ែបងប្អូនរយៈពេល1ខែពេញណាពុកម៉ែបងប្អូនណាបាទកលុកកលៀតធានាឲ្យពុកម៉ែបងប្អូនបាទអត់មានកន្លែងណាបុកប៉ះអីទេណាពុកម៉ែបងប្អូនណាបាទធានាថាឡានមូលជូនពុកម៉ែបងប្អូនតែម្ដងបាទ XLE បាទពង8 full ពេញពុកម៉ែបងប្អូនណាបាទមានម៉ាស៊ីនត្រជាក់ក្រោយផងដែរបាទសម្រាប់ XLE គឺមានម៉ាស៊ីនត្រជាក់ក្រោយណាពុកម៉ែបងប្អូនបាទហើយបើនិយាយពីតម្លៃបាទតម្លៃគឺត្រឹមតែ10000ទេពុកម៉ែបងប្អូនណាបាទ10000បាទតម្លៃត្រឹមតែ10000ទេបាទធានាឡានស្អាតធានាឡានថ្មីឲ្យជូនពុកម៉ែបងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនឃើញគេផុសលក់ឡានតម្លៃ4-5000ទេបាទអញ្ចឹងបងប្អូនប្រយ័ត្នគួរតែប្រយ័ត្នតិចទៅបងប្អូនណាបាទអាចជាអន្ទាក់របស់គេដែរផងដែរពុកម៉ែបងប្អូនណាបាទអាចជាអន្ទាក់របស់គេផងដែរបាទ XLE ពុកម៉ែបងប្អូនណាបាទ XLE បាទហើយសម្រាប់ខាងឃ្លាំងយើងខ្ញុំគឺដាក់តម្លៃជូនពុកម៉ែបងប្អូនតែម្ដងណាបាទច្បាស់តែម្ដងហើយធានាឡានបាទមកច្បាស់ឲ្យពុកម៉ែបងប្អូនតែម្ដងបាទអត់មានបាទអន់មកមើលទៅអន់ចិត្តឡៃណាអីទេបាទហើយសម្រាប់ក៏ដូចជាការខ្វះខាតសំទុះបាទការខ្វះខាតគឺខាងយើងខ្ញុំធ្វើការរៀបចំជូនឲ្យពុកម៉ែបងប្អូនបន្ថែមទៀតបានណាសម្រាប់ពុកម៉ែបងប្អូនដែលមកដល់ទីតាំងផ្ទាល់បាទអញ្ចឹងបងប្អូនមានកន្លែងណាខ្វះខាតគឺខាងខ្ញុំបាទខាងឃ្លាំងគឺធ្វើការរៀបចំជូនឲ្យពុកម៉ែបងប្អូនបន្ថែមទៀតផងដែរបាទស្អាតមែនតើពុកម៉ែបងប្អូនបាទកលុកកលៀតជាងទ្វារគឺនៅស្អាតបាទពុកម៉ែបងប្អូនណាបាទម្ចាស់គាត់ប្រើថែបាទគឺម្ចាស់គាត់ប្រើបាទជិះទៅក្នុងពេញយើងនេះទេពុកម៉ែបងប្អូនណាបាទពុកម៉ែបងប្អូនមើលតែជាងទ្វារទៅបាទនៅស្អាតមែនតើពុកម៉ែបងប្អូនណាបាទ XLE បាទក្អែកចុចសងខាងពុកម៉ែបងប្អូនណាបាទលេងមកស្អាតហើយបាទអញ្ចឹងអត់មានត្រូវរៀបចំអីទេបងប្អូនយកទៅជិះតែម្ដងបាទហើយបើនិយាយពីប្លុកម៉ាស៊ីនបាទប្លុកម៉ាស៊ីនគឺបាទអត់មានកន្លែងបាទបុកប៉ះអីទេបាទកលុកកលៀតគល់បូមកលុកកលៀតធ្នឹមកលុកកលៀតបាទកន្លែងណាមួយក៏ដោយបាទអត់មានកន្លែងបុកប៉ះទេពុកម៉ែបងប្អូនណាបាទធានាជូនឲ្យពុកម៉ែបងប្អូនបាទអញ្ចឹងបាទពិនភាគគឺដាក់ឲ្យច្បាស់តែម្ដងពុកម៉ែបងប្អូនណាបាទគឺឲ្យពុកម៉ែបងប្អូនមើលច្បាស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍បាទអាចមកមើលផ្ទាល់បានណាពុកម៉ែបងប្អូនបាទអាចមកមើលផ្ទាល់បានក្រែងលោថាបងប្អូនមើលនៅក្នុងវីដេអូមិនទាន់ច្បាស់ពេញលេញបាទអញ្ចឹងពុកម៉ែបងប្អូនអាចមកមើលផ្ទាល់បានណាពុកម៉ែបងប្អូនបាទ
មាន Telegram ស្រាប់ពុកម៉ែបងប្អូនអាចធ្វើការតំណាក់តំណងមកបាទអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅឱកាសថ្មីទៀតក៏ដូចជាមានវីដេអូថ្មីសម្រាប់ចែកជូនពុកម៉ែបងប្អូនផងដែរបាទអរគុណច្រើនពុកម៉ែបងប្អូនជូនពរសុខសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូនបាទអរគុណច្រើន